nào ní và cùng căn video mấy trênថ្ងៃនេះចាំលេខមេរៀនមួយគឺបញ្ហា Excel របស់អ្នកគ្នាពេលបើកមកចេញទាំងខ្មៅចេះអ្នកគ្នាអញ្ចឹងវាដោយសារតែហ្នឹងវាជាប់ page break ឥឡូវទៅឲ្យខ្ញុំបើក Excel របស់ខ្ញុំអ្នកគ្នាឃើញទេអញ្ចឹងពេលបើកមកវាចេញអញ្ចឹងលុះត្រាតែអ្នកគ្នាវាយឧទាហរណ៍វាយអញ្ចេះទៅវាចេញឲ្យឬក៏វាយកន្លែងណាអញ្ចេះទៅវាចេញឲ្យអញ្ចឹងអាហ្នឹងដោយសារតែវាជាប់ break page នៅខាងក្រោមអញ្ចឹងងាយទេអ្នកគ្នាអាចធ្វើការដោះស្រាយវាបានអូខេអញ្ចឹងវិធីដោះស្រាយវាអ្នកគ្នាមើលនៅខាងក្រោមនេះខាងក្រោមវាដាក់ page break view អញ្ចឹងអ្នកគ្នាគ្រាន់តែដូរវាមកអាច normal វិញមកចុចកន្លែងនេះអ្នកគ្នាខាងក្រោមចុច4កន្លោននេះវាទៅវិញហើយអញ្ចឹងកន្លែងហ្នឹងខ្ញុំបើកពងចោតតិចទៅកន្លែងហ្នឹងវាសំខាន់នៅពេលអ្នកគ្នាធ្វើការក្នុង Excel សម្រាប់យើងប្រើ normal view នេះគឺទៅយើងសរសេរយើងធ្វើជា budget យើងធ្វើជា price អីយើងអាចសរសេរនៅលើហ្នឹងអញ្ចឹងវាស្រួលសម្រាប់យើងប៉ុន្តែយើងក៏អាចធ្វើការនៅលើពួកpage ផ្សេងនេះ page layout ដើម្បីអានេះវាស្រួលនៅពេលដែលអ្នកគ្នាមើលថាតើអ្នកគ្នាមានប្រមាណ page អី page អីខ្លះហើយយើងត្រូវការ header footer អីខ្លះអ្នកគ្នាអាចធ្វើការ preview បានអញ្ចឹងអាហ្នឹងវាដូចកន្លែងដែលយើង preview អញ្ចឹងហើយកន្លែងដែលខ្ញុំនិយាយជាប់មុនហ្នឹង page break ហ្នឹងអាហ្នឹងឥឡូវឧទាហរណ៍ថាខ្ញុំសេតតេសទៀតឧទាហរណ៍ខ្ញុំឲ្យវាចេញមកអូខេអញ្ចឹងចូលអាហ្នឹងខ្ញុំចង់បញ្ជាក់ឲ្យនេះកន្លែងហ្នឹងសំខាន់នៅពេលអ្នកគ្នាធ្វើការ print អីនេះអ្នកឃើញទេអញ្ចឹងនៅពេលដែល print ឥឡូវឧទាហរណ៍ថាយើង print ពី view ទៅពេល print ទៅនេះ page យើងបានតែអញ្ចឹងនេះពេលហើយវាបានខ្លីមែនតើអញ្ចឹងពេល print មកក៏អត់ស្អាតដែរអញ្ចឹងអាហ្នឹងយើងអាចធ្វើការ manage បានអញ្ចឹងអ្នកគ្នាអាចគ្រាន់តែធ្វើការប្រសិនមានច្រើន page អ្នកគ្នាគ្រាន់តែធ្វើការទាញអាហ្នឹងទៅអូខេទាញអាហ្នឹងទៅហើយឥឡូវឧទាហរណ៍ថាកន្លែងនេះខ្ញុំចង់បានpage ហ្នឹង print ទៅឲ្យស្អាតខ្ញុំចង់ទាញមកត្រឹមកន្លែងនេះអូខេអញ្ចឹងអាហ្នឹងបានអញ្ចឹងអាហ្នឹងគឺជាភាពខុសគ្នារវាងកន្លែងដែលខ្ញុំនិយាយថា page layout ឬ page break ហ្នឹងអូខេអរគុណអ្នកគ្នាអាចធ្វើការ test បាននៅពេលអ្នកគ្នាមានជា Excel អីដើម្បីធ្វើការ print ឬក៏ view អូខេអរគុណអ្នកគ្នាជួបគ្នានៅមេរៀនបន្ត